មានរឿងបរទេសមួយដំណោលថានៅសម័យមួយមានតាចាស់ម្នាក់រស់នៅក្នុងខេត្តយូនៀនប្រទេសចិនគាត់បានចិញ្ចឹមស្វាមួយហ្វូងដើម្បីប្រើពួកវាឲ្យរកបេះផ្លែឈើក្នុងព្រៃឲ្យគាត់រៀងរាល់ព្រឹកតាចាស់បានហៅស្វាទាំងអស់មកប្រជុំគ្នានៅមុខផ្ទះនិងចាត់ឲ្យស្វាដែលមានអាយុច្រើនជាងគេដឹកនាំស្វាទាំងអស់ចូលក្នុងព្រៃដើម្បីបេះផ្លែឈើតាចាស់បានដាក់កំណត់ថាក្នុងចំនួនផ្លែឈើ10ដែលស្វានីមួយបេះបានត្រូវយកផ្លែឈើមួយមកឲ្យគាត់បើស្វាណាមួយមិនធ្វើតាមការកំណត់នោះទេតាចាស់នឹងដាក់ទណ្ឌកម្មដោយវាយស្វានោះជាច្រើនរំពាត់ដោយមូលហេតុនោះពួកស្វាទាំងអស់ត្រូវរងទុក្ខទណ្ឌជាទម្ងន់ណាមួយត្រូវនឿយហត់ក្នុងការស្វែងរកផ្លែឈើណាមួយទៀតត្រូវតាចាស់វាយនៅពេលដែលរកផ្លែឈើឲ្យគាត់មិនបានថ្ងៃមួយមានស្វាតូចមួយសួរទៅស្វាដទៃទៀតថាតើតាចាស់ជាអ្នកដាំដើមឈើនៅក្នុងព្រៃដែលយើងទៅរកបេះផ្លែរាល់ថ្ងៃនោះឬស្វាដទៃទៀតឆ្លើយថាទេដើមឈើទាំងនោះបានដុះឡើងដោយឯងស្វាតូចក៏សួរទៀតថាតើយើងអាចទៅបេះផ្លែឈើទាំងនោះដោយមិនចាំបាច់សុំការអនុញ្ញាតពីតាចាស់បានដែរឬទេស្វាដទៃឆ្លើយព្រមគ្នាថាបានបើអញ្ចឹងស្វាតូចនិយាយបន្តហេតុអ្វីក៏យើងមិនទៅបេះផ្លែឈើទាំងនោះដោយខ្លួនឯងតើយើងចាំបាច់ត្រូវតែនៅធ្វើបម្រើតាចាស់នោះធ្វើអីស្វាតូចនិយាយប្រយោគចុងក្រោយមិនទាន់ចប់ស្រួលបួលផងស្វាទាំងអស់ក៏នាំគ្នារត់ចូលព្រៃបាត់អស់ទៅយប់នោះនៅពេលតាចាស់កំពុងដេកលក់ពួកស្វាបាននាំគ្នាចូលមកកាច់បំបាក់ទ្រុងដែលតាចាស់ធ្វើសម្រាប់ឃុំឃាំងពួកវាព្រមទាំងជញ្ជូនយកផ្លែឈើដែលតាចាស់រឹបអូសយកពីពួកវាទាំងប៉ុន្មានចូលទៅក្នុងព្រៃអស់ទៅបន្ទាប់ពីពួកស្វាចាកចោលគាត់ទៅតាចាស់ក៏លែងមានផ្លែឈើបរិភោគហើយនៅទីបំផុតគាត់ក៏បានស្លាប់ដោយការស្រេកឃ្លាន